មានជួបមានបែកវាជារឿងធម្មតាទេពុកម៉ែបងប្អូនអរគ្នាអើយបាទរយៈពេល1ឆ្នាំពេញតែម្ដងដែលខ្ញុំបានធ្វើការនៅកន្លែងបាទមួយនេះដែលបានផ្ដល់បាទជាបទពិសោធន៍ថ្មីមួយសម្រាប់ជីវិតផងខ្ញុំដែរអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទជាពិសេសបានស្គាល់បាទមនុស្សល្អនៅជុំវិញខ្លួនទូមានល្អអញ្ចឹងទៅពុកម៉ែបងប្អូនអរគ្នាបាទជាពិសេសគឺជាអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅគឺខ្ញុំបានឈប់សម្រាកពីកន្លែងការងារផងខ្ញុំហើយអញ្ចឹងលែងបានឃើញសកម្មភាពបាទដែលខ្ញុំបានថតឲ្យពុកម៉ែបងប្អូនមើលទៀតហើយបាទអញ្ចឹងរយៈពេល1ឆ្នាំពេញអ្នកនរគ្នាគឺខ្ញុំមានអនុស្សាវរីយ៍នៅកន្លែងធ្វើការច្រើនមែនតើព្រោះដោយសារតែខ្ញុំស្នាក់នៅកន្លែងធ្វើការមកអញ្ចឹងណាបាទមានទាំងបាទសោចមានទាំងពេលយំបាទគ្រប់រសជាតិតែម្ដងមានបញ្ហាត្រូវដោះស្រាយអីយ៉ាងម៉េចអាម៉ាគឺបាទបានបរៀនខ្ញុំបានច្រើនខ្លាំងមែនតើណាពុកម៉ែបងប្អូនអរគ្នាហើយអត់មានអីច្រើនទេបាទក្រៅពីពួកជូនពរពួកគាត់បាទនៅបន្តការងារបានជោគជ័យទាំងអស់គ្នាអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយក៏អត់មានអីច្រើនដែរបាទថ្ងៃដែលចុងក្រោយពួកយើងលែងបានធ្វើការជាមួយគ្នាពួកយើងក៏បាទមកញ៉ាំអីជុំគ្នាអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទធម្មតាយើងមិត្តរួមការងាររយៈពេល1ឆ្នាំពេញគឺយើងមានអនុស្សាវរីយ៍ច្រើនជាមួយគ្នាមែនតើហើយយើងមកអត់តអស់គ្នាទេយើងនៅចាំគ្នាបដាដែរអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាអនុស្សាវរីយ៍ច្រើនជាងគេបាទជាមួយប្រូទឿហើយនឹងបាទប្រូលៀងដែលគាត់បានបាទទៅមុនពួកខ្ញុំហើយបាទឥឡូវហ្នឹងគឺខ្ញុំបានបាទចាក់ចេញពីកន្លែងការងារទៀតបាទក៏ធ្វើឲ្យពួកខ្ញុំហ្នឹងមានអារម្មណ៍រៀងសោកសៅតិចតួចដែរក៏ប៉ុន្តែវាមិនអីទេពួកយើងមិនទៅណាឆ្ងាយទេគ្រាន់តែយើងត្រូវបាទផ្លាស់ប្ដូរការងារផ្លាស់ប្ដូរការរស់នៅតែប៉ុណ្្នឹងពុកម៉ែបងប្អូនអរគ្នាហើយពុកម៉ែបងប្អូនអរគ្នានេះជាធីមការងារពួកខ្ញុំដែលខ្ញុំចាប់ផ្ដើមដំបូងមានអវត្តមានពួកគាត់ហើយបាទចង់បញ្ចប់នៃការងារផងខ្ញុំក៏មានអវត្តមានពួកគាត់ដែរអរគុណខ្លាំងមែនទែនទៅដល់ពួកគាត់បាទសម្រាប់រយៈពេល1ឆ្នាំពេញដែលបានរួមការងារជាមួយខ្ញុំអត់មានអីទេពុកម៉ែបងប្អូនអរគ្នាបាទក្រៅពីជូនពរពួកគាត់ឲ្យជោគជ័យបាទលើភារកិច្ចការងារទាំងអស់ដែលគាត់បងប្រាថ្នាអញ្ចឹងណាហើយសម្រាប់វីដេអូផងខ្ញុំក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនអរគ្នាយើងជំរាបលាណាបាយបាយ